haiខាងក្រោមនេះជាយើងកន្លែងលុប account Facebook អញ្ចឹងបងប្អូន select យកកន្លែង delete account ហ្នឹងមករួចហើយបងប្អូនចុច continue ខាងក្រោមគេនេះណាចុចលើនឹងមួយបងប្អូនចុច continue ហើយគឺគេនឹងឲ្យបងប្អូនវាយ password account Facebook មួយនឹងចូលដើម្បីយើងអាចលុប account Facebook មួយនឹងបានណាបើករណីបងប្អូនភ្លេច password account Facebook មួយនឹងដូចខ្ញុំដែរអញ្ចឹងគឺបងប្អូនអរគ្នាមកមើលខាងក្រោមនេះណាបាទមកមើលខាងក្រោមគឺ forgot password គឺខ្ញុំភ្លេច password account Facebook មួយនឹងដែរអញ្ចឹងបងប្អូនចុចforgot password នេះមួយមកបាទពេលដែលបងប្អូនចុចforgot password ហើយគឺវានឹងសួរយើងនេះសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតចង់ចែករំលែកបងប្អូនអរគ្នាអំពីរបៀបនៃការលុប account Facebook ដែលយើងបានភ្លេច password ណាចាំមើលតែយើងភ្លេច password តែយើងអាចលុប Facebook បានដោយរបៀបណាអញ្ចឹងមុននឹងធ្វើការបង្ហាញហ្នឹងសូមបងប្អូនថ្មីកុំភ្លេចជួយចុច like subscribe និងជួយចុច follow page ខ្ញុំម្នាក់មួយផងណាបងប្អូនអរគ្នាបាទឥឡូវបងប្អូនអរគ្នាចូលទៅក្នុង account Facebook របស់បងប្អូនមកខ្ញុំបង្ហាញបងប្អូនរបៀបនៃការលុបនិងរបៀបនៃការដូរ password ដើម្បីយើងអាចលុប account Facebook នឹងបានបងប្អូនចុចនៅលើ profile យើងខាងលើស្ដាំដៃគេចុចលើនឹងមួយណាអញ្ចឹង account Facebook ខ្ញុំមួយនេះគឺខ្ញុំចង់លុបប៉ុន្តែខ្ញុំភ្លេច password ហើយអញ្ចឹងបងប្អូនចូលមកមើលរបៀបលុបហើយនឹងរបៀបនៃការដូរ password ជាមួយខ្ញុំទាំងអស់គ្នាណាអញ្ចឹងបងប្អូនចូលមកកន្លែង setting and privacy នេះណាចុចលើនឹងមួយមកបាទបន្តមកទៀតបងប្អូនយកកន្លែង setting ណាចុចនៅលើ setting នឹងមួយបន្តមកទៀតបងប្អូនយកកន្លែង personal detail នេះចុចលើនឹងមួយមកណាបាទហើយបងប្អូនទាំងអស់គ្នាអស់វាមកក្រោមបន្តិចបងប្អូនទាំងអស់គ្នាមកយកកន្លែងនេះណាកន្លែង personal detail ហ្នឹងមកសារទៀតមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយកកន្លែងនេះណានេះកន្លែង account ownership and control អញ្ចឹងបងចុចលើនឹងមួយមកបាទបន្តមកទៀតបងប្អូនយកកន្លែងនេះណាក្រោមគេនេះចុចលើនឹងមួយមកបាទហើយបងប្អូនជ្រើសរើសកន្លែងនេះគឺ account Facebook យើងដែលយើងចង់លុបណាអញ្ចឹងបងប្អូនចុចលើនឹងមួយបាទហើយកន្លែងនេះគឺជាកន្លែងដែលយើងបិទ page ទុកចោលមករយៈណាបងប្អូនអរគ្នាហើយខាងក្រោមនេះជាយើងកន្លែងលុប account Facebook អញ្ចឹងបងប្អូន select យកកន្លែង delete account ហ្នឹងមករួចហើយបងប្អូនចុច continue ខាងក្រោមគេនេះណាចុចលើនឹងមួយបាទពេលដែលបងប្អូនចុច continue ហើយកន្លែងនេះគឺគេនឹងប្រាប់យើងណាពេលដែលយើងលុប account Facebook មួយហ្នឹងគឺ page ទាំងប្រមាណដែលយើងបង្កើតចេញពីក្នុង account មួយហ្នឹងគឺវានឹងលុបចោលទាំងអស់ណាបងប្អូនទាំងគ្នាប៉ុន្តែមុននឹងវាលុបចោលហ្នឹងគឺគេទុកពេលឲ្យបងប្អូន30ថ្ងៃដែរណាបងប្អូនទាំងគ្នាអញ្ចឹងចាប់តាំងពីថ្ងៃដែលបងប្អូនបានលុប account Facebook មួយហ្នឹងគឺយើងមានពេល30ថ្ងៃណាដើម្បីយក page ហ្នឹងមកវិញបានអញ្ចឹងចាប់តាំងពីថ្ងៃដែលយើងលុប account Facebook មួយហ្នឹងចោលអញ្ចឹងគឺគេទុកពេលឲ្យយើង30ថ្ងៃណាអញ្ចឹងមុនពេលរយៈពេល30ថ្ងៃហ្នឹងគឺបងប្អូនអាចយក account Facebook ហ្នឹងមកវិញបានណាប៉ុន្តែបើផុត30ថ្ងៃហ្នឹងគឺ account Facebook និង page យើងមានទាំងប្រមាណនៅខាងក្រោមនេះគឺវានឹងលុបចោលទាំងអស់ហើយណាអញ្ចឹងបងប្អូនវាយ Gmail វាយ account password ទៀតក៏វាយកមកវិញលេងបានដែរណាបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនសម្រាប់តែចង់លុបហើយបងប្អូនចុច continue វាមួយមកណាបាទចុច continue កន្លែងនេះគេសួរ head poll យើងសិនមុននឹងយើងចង់លុបណាគេសួរ head poll អ្វីដែលយើងចង់លុប account Facebook មួយហ្នឹងណាអញ្ចឹងបងប្អូនអាចជ្រើសរើសយកមួយណាក៏បានដែរកន្លែងហ្នឹងណាតែជាទូទៅគឺខ្ញុំតែងតែយកទី3កដាលគេនេះបាទអញ្ចឹងបងប្អូនចុចអាហ្នឹងមករួចហើយបងប្អូនយក continue វាមួយណាចុច continue វាមួយមកបាទបន្តមកទៀតបងប្អូនចុច continue វាមួយទៀតមកបាទហើយបងប្អូនអស់វាទៅក្រោមទៅបាទកន្លែងនេះក៏គេប្រាប់យើងដែរណាអីនៅក្នុង Facebook ហ្នឹងគឺវានឹងលុបចោលទាំងអស់នេះអញ្ចឹងបងប្អូនចុច continue វាមួយមកបាទពេលដែលបងប្អូនចុច continue ហើយគឺគេនឹងឲ្យបងប្អូនវាយ password account Facebook មួយនឹងចូលដើម្បីយើងអាចលុប account Facebook មួយនឹងបានណាបើករណីបងប្អូនភ្លេច password account Facebook មួយនឹងដូចខ្ញុំដែរអញ្ចឹងគឺបងប្អូនអរគ្នាមកមើលខាងក្រោមនេះណាបាទមកមើលខាងក្រោមគឺ forgot password គឺខ្ញុំភ្លេច password account Facebook មួយនឹងដែរអញ្ចឹងបងប្អូនចុចforgot password នេះមួយមកបាទឥឡូវបងប្អូនរងចាំតិចទៅណាបាទពេលដែលបងប្អូនចុច
forgot password ហើយគឺវានឹងសួរយើងនេះតើយើងចង់ឲ្យគេផ្ញើលេខកូដទៅលេខទូរស័ព្ទដែលយើងបានបង្កើត WhatsApp ឬក៏ឲ្យគេផ្ញើមក Gmail ដែលមានក្បាល Gmail ដំបូងគឺផ្ដើមដោយអក្សរ C និងកន្ទុយមានលេខ1ណាហើយបើសិនបងប្អូនចង់ឲ្យគេផ្ញើលេខកូដតាម notification Facebook ក៏បានឬក៏បងប្អូនចង់ឲ្យគេផ្ញើលេខកូដតាម SMS ជាលេខទូរស័ព្ទក៏បានដែរណាបាទអញ្ចឹងវាមានជម្រើសច្រើនអញ្ចឹងដូចវីដេអូដែលខ្ញុំធ្លាប់ប្រាប់បងប្អូនអញ្ចឹងគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបង្កើតកម្មវិធី WhatsApp មួយទៅគឺវាងាយស្រួលហើយគឺវាអាចជួយបងប្អូនបានពេលដែលបងប្អូនភ្លេច password ឬក៏បងប្អូនចង់លុប page លុប account Facebook ចង់ដូរឈ្មោះដូរអីចង់លុបអ្វីដែលបងប្អូន share អញ្ចឹងគឺវាជួយបានច្រើនមែនទែនពេលដែលបងប្អូនបង្កើត WhatsApp ណាអញ្ចឹងនៅក្នុងវីដេអូខ្ញុំបង្ហាញបងប្អូនរបៀបបង្កើត WhatsApp ក៏មានដែរណាអញ្ចឹងជាទូទៅគឺខ្ញុំឲ្យគេផ្ញើលេខកូដតាម WhatsApp មកណាអញ្ចឹងបងប្អូនចុច select លើនឹងមួយរួចហើយបងប្អូនចុច continue ឥឡូវបើបងប្អូនអត់មាន WhatsApp ទេឥឡូវបងប្អូនចង់ឲ្យគេផ្ញើជាលេខទូរស័ព្ទណាអញ្ចឹងបងប្អូនចុចនៅលើនឹងមួយមករួចហើយបងប្អូនចុច continue មកករណីមួយទៀតបើសិនបើបងប្អូនអត់មានទាំង WhatsApp Gmail ក៏បងប្អូនភ្លេចលេខទូរស័ព្ទក៏បងប្អូនអត់បាត់អញ្ចឹងបងប្អូនគួរតែយកតាក់ញ៉ាំបានទៅបងប្អូនស្នើទៅកន្លែងក្រុមហ៊ុនឬក៏កន្លែងលក់ទូរស័ព្ទអីផ្សេងស្នើគេបើកលេខនឹងមកវិញមកណាបងប្អូនអរគ្នាព្រោះថាស្ដាយ Facebook ណាកុំឲ្យ Facebook យើងលេងយូរឆ្នាំហើយមាន friend ច្រើនស្រាប់តែបាត់ទាំងលេខទូរស័ព្ទភ្លេចទាំង Gmail អញ្ចឹងធ្វើឲ្យបងប្អូនយក account Facebook ចាស់មកលេងវិញអត់កើតណាគឺបងប្អូនអាចស្នើសុំគេបើកលេខថ្មីនឹងម្ដងទៀតមកណាបងប្អូនអរគ្នាបាទឥឡូវខ្ញុំឧទាហរណ៍សម្រាប់បងប្អូនដែលគាត់នៅមានលេខទូរស័ព្ទប្រើខ្ញុំបងប្អូន select លើលេខទូរស័ព្ទមកឬហើយបងប្អូនចុច continue វាមួយមកណាបាទពេលដែលបងប្អូនចុច continue ហើយអានេះគេឲ្យបងប្អូនធ្វើតាមអានេះសិននេះដើម្បីគេចង់ដឹងថាយើងជាមនុស្សឬក៏ robot គេបញ្ជាក់យើងថាយើងជាម្ចាស់ account ហ្នឹងមែនឬអត់អីអញ្ចឹងទៅណាបងប្អូនគ្នាបាទអញ្ចឹងបងប្អូនចុចតាមគេមកគឺមានអក្សរ H តូចអាកន្លែងនេះបើសិនបើគេដាក់ H តូច Q តូចបងប្អូនដាក់ Q តូចតាមគេមកបើគេដាក់ M ធំអញ្ចឹងបងប្អូនវាយ M ធំណាកន្លែងហ្នឹងណាអញ្ចឹងបងប្អូនចុច HQ M ធំលេខ3 PP ណាបាទអញ្ចឹងបងប្អូនវាយត្រូវដូចគេអញ្ចឹងហើយបងប្អូនចុច continue វាមួយមកបាទអញ្ចឹងគេនឹងផ្ញើលេខកូដ6ខ្ទង់តាមលេខទូរស័ព្ទអញ្ចឹងបងប្អូនចាំបន្តិចទៅបាទបើសិនបើករណីវាអត់មានផ្ញើលេខកូដមកតាមលេខទូរស័ព្ទហ្នឹងគឺវាមានបញ្ហាដូចជាបងប្អូនមាន account Facebook ច្រើនឬក៏បងប្អូនយកលេខហ្នឹងទៅបង្កើត Gmail ច្រើនហើយលេខទូរស័ព្ទហ្នឹងបងប្អូនយកទៅដាក់នៅក្នុង pack ឬក៏បងប្អូនអាសាប្រើលេខហ្នឹងច្រើនដងនៅ Facebook ផ្សេងអីឬក៏បង្កើតដើម្បីទាមទារលេខកូដហ្នឹងច្រើនដងពេកក៏វាអត់ផ្ញើលេខកូដមកដូចខ្ញុំអញ្ចឹងបងឃើញទេគឺដោយសារលេខខ្ញុំហ្នឹងគឺខ្ញុំប្រើច្រើនមែនទែនជាមួយនឹង pack ជាមួយនឹង Facebook ក៏ពេលអញ្ចឹងទៅគឺពេលខ្លះគឺវាអត់ផ្ញើលេខកូដឲ្យយើងដែរណាអញ្ចឹងយើង cancel កន្លែងហ្នឹងចោលវិញណាបើសិនបើវាអត់ផ្ញើលេខកូដមកយើងចុច forgot នឹងសារថ្មីណាបាទឥឡូវបងប្អូនចាំតិចទៅឥឡូវខ្ញុំជ្រើសរើសយក WhatsApp ម្ដងណាចាំមើលវាផ្ញើលេខកូដមកអត់ខ្ញុំបងចុច continue មួយមកដោយសារ Facebook ខ្ញុំហ្នឹងគឺខ្ញុំទើបតែដូរ password ដែរដោយសារតែខ្ញុំភ្លេចឥឡូវលេខកូដមកបងប្អូនអរគ្នា361 008ណាបាទអញ្ចឹងបងប្អូនវាយលេខកូដ6ខ្ទង់នឹងចូលរួចហើយបងប្អូនចុច continue មកអញ្ចឹងបងប្អូនឃើញងាយស្រួលអត់ពេលដែលបងប្អូនមាន WhatsApp គឺវាជួយបងប្អូនបានច្រើនអញ្ចឹងណាបើករណីវាអត់ផ្ញើលេខកូដតាមទូរស័ព្ទឬក៏ផ្ញើលេខកូដតាម Gmail មកគឺបងប្អូនដាក់តាម WhatsApp ទៅគឺគេផ្ញើមកផ្លែតតែម្ដងគឺលឿនមែនតើណាអញ្ចឹងកន្លែងនេះបងប្អូនដាក់ password account Facebook បងប្អូនចូលមកណាអញ្ចឹងពេលដែលបងប្អូនដាក់ password account Facebook ទាំងថ្មីចូលរួចហើយបងប្អូនកត់ទុកឬក៏ screenshot វាទុកមកណាកុំឲ្យភ្លេចទៅថ្ងៃក្រោយទៀតណាបងប្អូនអរគ្នាបាទឥឡូវខ្ញុំសូមវាយ password ថ្មីចូលមកផ្លែតសិនណា
bà lấy nhóm ban đặt password account Facebook thay cho rồi vậy nè chẳng bà bông phong đặt password hai bông phong chọn đăng thả lấy để bông phong đặt năng cứ việc trời đôi để bông phong chọn đại ư ớt cứ bông phong check cái lại số này mất cứ việc là bà hành lệ cầu đại bông phong này cái lại này nè chẳng bà bông phong chọn bật về với bông phong check hit cái lại này mất về miền bịa hit nè hai bông phong đang ở kia cái lừa này mùi phải nè cái lừa về mùi máu hai bông phong check nịch về mùi nè check nịch về mùi máu bạn lấy bông phong trăm tích đấy bạn anh ấy cứ việc đặt try again ấy cứ để xa về miền Pành Hà để xa nhóm đồ password nhật nhọp về cho nó vào nào cái này chẳng sầm rạp bông phong ở đại đố cứ còn để bông phong cho cái lại nick hái cứ viên năng load cho từ cái account Facebook bông phong vĩnh chẳng mà này thay bông phong ai đồ bà này nè để xa bao nhầm ní cứ nhầm từ tại đồ bà hai chia pìa tịch môn đại để về chẳng vì ai miền Pành Hà chẳng cứ dừng ai chia diêm này lượt cào thì rất là vào nào cái này bạn hai cái line này bây giờ dừng cho cái line dry again nắng cứ viên trên bài này cái ao dừng log account Facebook môi nắng và to mà tiết chăm dừng cho một non Facebook dừng xả thay mày nè anh chẳng dừng xả thơ tam cái này nòm sân tại việc bàn được ở nó chẳng còn cho log account Facebook dừng trên mà để xa nhóm đô về nhật nhọp về chúng vào nào cái này để bà là xem tranh log ái bạc nhằm chạy lọc ai về tránh bà rồi ấy ông clear em cha năng trao phải ở máu rồi ấy ông cho từ Facebook xa thay mày nó hàng bọn cho từក្នុងFacebook bọn chạy lừa về chụp máu nè ông phong vô anh ấy ông phong clear về trao mà xa sân á bản chẳng ông phong ở kia vô đây rồi bỏ ông phong chạy lừa Facebook này chụp máu rồi hai bông phong checkในលើសញ្ញាưu tiên nàyដើម្បីយើងទៅ clear cache clear data វាចោលមកសារសិនណាបើសិនបើករណីយើងដូរ password អត់បានវា error អញ្ចឹងណាអញ្ចឹងបងចេញកន្លែង storage នេះមួយបងប្អូនចេញកន្លែង clear cache រួចហើយបងប្អូនចុច clear data បាទចុច delete បាទរួចហើយបងប្អូន clear វាចោលមកសារទៀតបងប្អូនទាំងអស់គ្នាចុចកន្លែង Play Store ông on cho từ update Facebook sân á và sân bao dương cho từ mơ sân mà sân dương vì ai update dương check update vì mà nè ông check update Facebook sân mà nè bản chẳng bà bông on ở đây đó du bông on đồ mà đó cứ vì về ngày được nhầm chẳng thế nó để sao được nhầm đồ về nhận nhọp về cho về chẳng cứ việc tiêm tia tràn về error tình tôi tập năng bằng con nào này chẳng dương rung chăm về update pin chăm dương cho từ Facebook dương xa mấy thì mới vì ảo dương đồ được on nè bạn ở lại cứ Facebook dương update pin nhà năng chẳng von thói dương cho từក្នុងFacebook dương xa mấy nè bà lấy cứ vì toàn ảo cho tí bà lớn phong cho một account Facebook phong xa thay mày mà bà lấy về bông phong cho Facebook phong mình hãy phong select your account này dừng chọn lục mình nhé nào phong chạy lừa năng mùi mà bà lấy phong trăm thì chứ bà lấy dừng cho mà cái này này xa thay mày nè chạy lừa năng xa thay mày bọn cho giờ cái lại setting and privacy ní chọn setting personal detail chẳng lươn tích năng vào nạp và check continue thiệt máu check continue và check continue mỗi tiết check continue về một tàng tiết check continue bạn chẳng phong vay password thay để bông phong ban đồ nơi có 3 video mấy nhé à lực xem xong vay cho flash sẵn
បាទបន្តមកទៀតបងប្អូនចុច continue វាមួយទៀតមកបាទនេះគឺនេះបងប្អូនឃើញទេពេលដែលយើងដូរ password មិញបានហើយបងប្អូនធ្វើតាមវីដេអូខ្ញុំតាំងពីដើមរហូតមកដល់ឥឡូវបានហើយគឺយើងអាចលុបបានហើយបងប្អូនឃើញគឺវាចេញអញ្ចឹងបានន័យថាអា password ដែលយើងបានដូរមិញហ្នឹងគឺយើងអាចធ្វើការលុបវាបានហើយណាបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនចុច delete account នឹងមួយមកនេះគឺគេមានពេល30ថ្ងៃណាអញ្ចឹងចាប់តាំងពីថ្ងៃដែលបងប្អូនលុប Facebook ហ្នឹងបងប្អូនមានពេល30ថ្ងៃដើម្បីយក account Facebook ហ្នឹងមកវិញណាបងប្អូនអរគ្នាបាទអញ្ចឹងបើផុត30ថ្ងៃហ្នឹងគឺ Facebook ហ្នឹងគឺនឹងលុបចោលរហូតទេណាអញ្ចឹងបងប្អូនមាន Gmail មានលេខទូរស័ព្ទអីក៏យកមកវិញលេងបានដែរណាបាទឥឡូវគឺ Facebook គឺវាលុបបាត់ហើយណាគឺអានេះគឺជា account Facebook ថ្មីខ្ញុំទេអញ្ចឹងយើង clear វាចោលសារថ្មីណាអញ្ចឹងបើករណីដែលបងប្អូនចង់បាន account Facebook ហ្នឹងមកវិញឧទាហរណ៍ថាបងប្អូនលុបមួយអាទិត្យពីរអាទិត្យហើយដូចស្ដាយ Facebook ហ្នឹងចង់យកមកវិញបងប្អូនទាំងអស់គ្នាគ្រាន់តែចូលទៅក្នុង account Facebook របស់បងប្អូនមកបាទអញ្ចឹងវីដេអូនៃការលុប account Facebook និងរបៀបនៃការដូរ password account Facebook ដែលយើងចង់លុបប៉ុន្តែយើងភ្លេច password គឺមានតែប៉ុណ្្នឹងឯងណាបងប្អូនអរគ្នាអញ្ចឹងសង្ឃឹមថាបងប្អូនដែលគាត់ចង់លុប account Facebook ហើយគាត់ភ្លេច password សង្ឃឹមថាគាត់ធ្វើតាមវីដេអូខ្ញុំហ្នឹងហើយគឺគាត់អាចលុប account Facebook បានណាបងប្អូនអរគ្នាបាទអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងឯងអញ្ចឹងសូមអរគុណបងប្អូនដែលបានចំណាយពេលមើលវីដេអូនេះតាំងពីដើមដល់ចប់ណាអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូថ្មីទៀតណាសូមអរគុណ